នៅក្នុងវីដេអូមុននៅពេលដែលខ្ញុំផុសនិយាយអំពីអត្ថប្រយោជន៍នៃការរៀនភាសាបារាំងមានបងប្អូនម្នាក់ក៏សួរខ្ញុំថាតើរៀនភាសាបារាំងមិនបានឆាប់ចេះឬក៏មានប្រសិទ្ធភាពឆ្លងតាមរយៈបទពិសោធន៍ប្រហែលជាជាង5ឆ្នាំក្នុងការបង្រៀនភាសាបារាំងនៅប្រទេសកម្ពុជានិងបូកផ្សំជាមួយនឹងចំណេះដឹងដែលខ្ញុំកំពុងរៀនឋានៈលំដាប់ផ្នែកបង្រៀនភាសាបារាំងនឹងផ្ទាល់គឺខ្ញុំមានចំណុចមួយចំនួនដើម្បីចែកម្លែកទៅកាន់បងប្អូនដូចខាងក្រោមមុនចូលដល់ចំណុចសំខាន់របស់យើងកុំភ្លេចជួយ follow ហើយនិង share ឲ្យទៅដល់អ្នកដែលគាត់ចង់ដឹងពីរបៀបរៀនភាសាបារាំងឲ្យមានប្រសិទ្ធភាពផងអ្វីដែលខ្ញុំអាចចែកម្លែកបាននោះគឺទី1បងប្អូនត្រូវចេះរៀនតាម document authentic ទី2ត្រូវអនុវត្តឲ្យបានច្រើនបំផុតតាមដែលធ្វើទៅបានអញ្ចឹងដើម្បីរៀនភាសាបារាំងឲ្យមានប្រសិទ្ធភាពសម្រាប់ខ្ញុំផ្ទាល់ជាបទពិសោធន៍គឺខ្ញុំលើកទឹកចិត្តឲ្យបងប្អូនគ្នារៀនតាមឯកសារ authentic គេហៅថា document authentic ស្អីទៅជា document authentic នេះគឺមានន័យថាជាឯកសារដែលគេធ្វើឡើងសម្រាប់សាធារណជនទូទៅគឺមិនមែនសម្រាប់តែសិស្សទេហើយហេតុផលដែលបងប្អូនត្រូវរៀនជាលក្ខណៈ authentic បែបនេះគឺមានន័យថាបងប្អូនអាច apply ជាមួយនឹងទស្សនវិជ្ជាជាក់ស្ដែងក្នុងសង្គមតែម្ដងឧទាហរណ៍ថាពេលបងប្អូនរៀនស្ដាប់ SEO អញ្ចឹងបងប្អូនត្រូវស្ដាប់ podcast ត្រូវមើលរឿងត្រូវមើលបទសម្ភាសផ្សេងៗតាមអ៊ីនធឺណិតស្ដាប់ចម្រៀងជាដើមអញ្ចឹងពេលបងប្អូនមកស្ដាប់ពេលផ្ទាល់នៅក្នុងប្រទេសបារាំងផ្ទាល់ឬក៏និយាយមួយជនជាតិបារាំងអញ្ចឹងគឺវាដូចជាអីដែលយើងបានអនុវត្តស្រាប់ហើយអញ្ចឹងអានេះឯងគឺជាអត្ថប្រយោជន៍នៃការស្ដាប់ document authentic ចំពោះការអានដូចគ្នាគឺបងប្អូនគួរអានអត្ថបទកាសែតឬក៏ជាលក្ខណៈសំណេរអីផ្សេងៗដែលគេសរសេរតាក់ទងជាមួយនឹងប្រធានបទទូទៅដែលបងប្អូនចាប់អារម្មណ៍ជាពិសេសប្រធានបទដែលបងប្អូនចេះស្រាប់អញ្ចឹងយើងចាប់ដើមពីអត្ថបទដែលបងប្អូនចេះស្រាប់រកតាមអ៊ីនធឺណិតអញ្ចឹងអានេះឯងគឺជា document authentic អញ្ចឹងចូលដល់មកចំណុចទី2គឺអនុវត្តចំពោះអនុវត្តជាទូទៅគឺសំដៅទៅលើការសរសេរនិងការនិយាយចំពោះការសរសេរវិញគឺបងប្អូនព្យាយាមសរសេរឲ្យបានច្រើនតាមអាចធ្វើទៅបានបំផុតគឺសរសេរជាលក្ខណៈផ្ញើសារទៅកាន់មិត្តភ័ក្តិសរសេរការផុស Facebook ឬក៏សរសេរជាសកម្មភាពដែលយើងកត់កំណត់ហេតុប្រចាំថ្ងៃរបស់យើងក៏បានដែរធ្វើមិនក៏ដោយឲ្យការសរសេររបស់យើងជាភាសាបារាំងឲ្យបានច្រើនបំផុតតាមអាចធ្វើទៅបានហើយចំពោះការនិយាយវិញទៀតគឺយើងនិយាយឲ្យបានច្រើនដែរឲ្យយើងមុជជ្រៅជាមួយនឹងលក្ខណៈបែបបទក្នុងការនិយាយបារាំងឬក៏វប្បធម៌ឬក៏ទំនៀមទម្លាប់របៀបដែលជនជាតិបារាំងនិយាយហ្នឹងអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនទៅ Institut Français du Cambodge ឬក៏យើងហៅថាវិទ្យាស្ថានបារាំងនៅប្រទេសកម្ពុជាហ្នឹងដើម្បីយើងមានជនជាតិបារាំងអនុវត្តតាមអាចធ្វើទៅបានបើមិនអញ្ចឹងទេបងប្អូនអាចនិយាយមិត្តភ័ក្តិឬក៏ជំរើសចុងក្រោយគឺយើងអាចនិយាយមួយ ChatGPT បានអញ្ចឹង ChatGPT អាចជួយយើងបានក្នុងការអនុវត្តបង្កើន PO របស់យើងឬក៏ការនិយាយរបស់យើងប៉ុន្តែបងប្អូនប្រកាសជាឆ្ងល់ថាម៉េចបានខ្ញុំអត់និយាយតាក់ទងជាមួយនឹងពាក្យហើយនឹងវេយ្យាករណ៍អញ្ចឹងទាំងដែលគេនិយាយថាភាសាបារាំងគឺពិបាករៀនជាងគេបំផុតគឺវេយ្យាករណ៍ហ្នឹងឯងតែក៏ពិតទៅតាមរយៈការអានការស្ដាប់document authentic ហើយនឹងការអនុវត្តផ្ទាល់នឹងឯងគឺជាការអនុវត្តវេយ្យាករណ៍ក៏ដូចជាពាក្យក៏ដូចជារៀនពាក្យរៀនវេយ្យាករណ៍តាមវិធីសាស្ត្រនឹងឯងគេហៅថារៀនដល់ដឹងខ្លួនអញ្ចឹងឯងនៅពេលបងប្អូនប្រឡងសញ្ញាបត្រ DELF ឬក៏ DAF ហ្នឹងគឺអត់មានវេយ្យាករណ៍ទេដោយសារគេគិតវេយ្យាករណ៍នឹងពាក្យនៅក្នុងហ្នឹងឯងអញ្ចឹងពេលយើងរៀនក៏យើងគួរតែរៀនតាមហ្នឹងដែរអញ្ចឹងចំពោះការរៀនវេយ្យាករណ៍មានប្រសិទ្ធភាពគឺពេលបងប្អូនអានអត្ថបទមួយឬក៏ពេលបងប្អូនសរសេរអត្ថបទមួយឬក៏ពេលស្ដាប់អីមួយពេលបងប្អូនជួបវេយ្យាករណ៍បងប្អូនព្យាយាមទាញរូបមន្តតាមរយៈ context ហ្នឹងតាមរយៈបរិបទនឹងវិញអញ្ចឹងមិនមែនបងប្អូនចាប់មកទៅរៀនសភៅវេយ្យាករណ៍ហ្មងទេអាហ្នឹងយើងរៀនឲ្យមាន context អញ្ចឹងយើងអាចនឹងពិបាកក្នុងការប្រើប្រាស់អញ្ចឹងពេលបងប្អូនអានអត្ថបទមួយជួបឧទាហរណ៍ថា passé composé អញ្ចឹងបងប្អូនព្យាយាមមើលរូបមន្តវាមើលថាម៉េចហើយបូកផ្សំជាមួយនឹងសភៅវេយ្យាករណ៍ក៏ដូចជាអ៊ីនធឺណិតជាដើមយើងសួរវាបន្ថែមតើវេយ្យាករណ៍ passé composé នឹងវិញអញ្ចឹងត្រង់ចំណុចហ្នឹងមានថាយើងកាត់ចេញពីការសង្ខេបហើយយើងទៅរករូបមន្តវិញអញ្ចឹងមិនមែនយើងចាប់ដើមពីរូបមន្តទេអញ្ចឹងរូបមន្តបងប្អូនអាចរកបានស្រួលទេប៉ុន្តែអនុវត្តផ្ទាល់ហ្នឹងវារៀងពិបាកតិចអញ្ចឹងការរៀនវេយ្យាករណ៍គឺគេរៀនបែបហ្នឹងគឺយើងមានប្រសិទ្ធភាពហើយចំពោះការរៀនពាក្យវិញគឺបងប្អូនរៀនពាក្យដែលបងប្អូនអានអត្ថបទឬក៏បងប្អូនស្ដាប់ថ្ងៃបងប្អូនស្រង់ពាក្យមកហើយស្រង់ទាំង context អញ្ចឹងដើម្បីរៀនពាក្យបានចេះគឺយើងមិនមែនរៀនមកពាក្យឆ្កុយទេនៅក្នុងការរៀនភាសាមួយមិនមែនតែបារាំងទេគ្រប់ភាសាទាំងអស់គឺយើងត្រូវមាន context ត្រូវមានបរិបទថាតើពាក្យហ្នឹងយើងប្រើនៅក្នុងបរិបទម៉េចវាទៅចេញជាម៉េចអីម៉េចនៅក្នុងអ្នកជំនាញគេលើកទឹកចិត្តថាពេលយើងរៀនពាក្យមិនមែនយើងកត់ស្រង់មកពាក្យទេគឺយើងត្រូវស្រង់ជា fresh គេហៅថា fresh notebook អញ្ចឹងឥឡូវហ្នឹងគឺនៅក្នុងអឺរ៉ុបនេះគឺគេរៀនលក្ខណៈ fresh notebook ហើយជាបងប្អូនអត់ស្គាល់ fresh notebook អីទេគឺមានន័យថាយើងស្រង់ជា clear យើងស្រង់ពាក្យហ្នឹងហើយយើងស្រង់ clear ដែលយើងឃើញពាក្យហ្នឹងមកដើម្បីយើងឃើញថាអូពាក្យហ្នឹងពេលយើងប្រើនៅក្នុងបរិបទគឺវាអញ្ចឹងពេលយើងប្រើក្នុងប្រយោគមែនទេគឺវាអញ្ចឹងភាគច្រើនហ្មងដែលខ្ញុំធ្លាប់ជួបទាំងខ្ញុំផ្ទាល់ក៏ដោយពេលខ្លះយើងរៀនពាក្យច្រើនតែដល់ពេលយើងដាក់វាជាប្រយោគយើងនិយាយកើតតែដោយសារយើងអត់ស្គាល់ពីគេហៅថាតួនាទីរបស់វានៅក្នុងប្រយោគមួយអញ្ចឹងបើបងប្អូនប្រើ fresh notebook ហ្នឹងមិនថាសរសេរជា clear ហ្នឹងក៏បានអញ្ចឹងទេបងប្អូនប្រើ Anki ក៏បានដែរព្រោះខ្ញុំជាទូទៅខ្ញុំប្រើ Anki អញ្ចឹងបងប្អូនស្គាល់ Anki ទេបងប្អូនអាចចូល YouTube បន្ថែមទៀតបានមើលថាតើរបៀបប្រើប្រាស់ Anki នឹងបានមិនដែរអញ្ចឹងសរុបជារួមមកពីខ្ញុំផ្ទាល់គឺយើងត្រូវតែរៀនតាម document authentic ឲ្យបានច្រើនតាមអាចធ្វើទៅបានហើយត្រូវអនុវត្តឲ្យបានច្រើនតាមអាចធ្វើទៅបានបើអត់មានអនុវត្តជាមួយទេគឺ ChatGPT ឬក៏ AI ហ្នឹងទៅគឺអាចជំនួសយើងបានទោះបីជាមិនដូចមនុស្សផ្ទាល់ដែរម៉ែកង់ម៉ែមយើងអាចអនុវត្តភាសាបារាំងបានហើយការរៀនវេយ្យាករណ៍គឺយើងរៀនចេញពីអីដែលយើងឃើញឆ្ពោះទៅរករូបមន្តមិនយើងចេញពីរូបមន្តហើយមកមើលតាមក្រោយទេហើយចំពោះ vocabulary គឺបងប្អូនរៀនជា fresh notebook ជឿមានថាស្រង់ជាពាក្យ
ហើយ clear នឹងផងដើម្បីឲ្យយើងដឹងថាតើពាក្យមួយហ្នឹងនៅក្នុង clear ប្រយោគហ្នឹងមានន័យថាម៉េចចឹងវីដេអូនេះរៀងយូរបន្តិចហើយសង្ឃឹមថាមានប្រយោជន៍ហើយបងប្អូនគិតថាមានប្រយោជន៍សូមជួយចែកម្លែកទៅកាន់អ្នកដែលកំពុងតែរៀនភាសាបារាំងហើយចង់ដឹងពីរបៀបរៀនភាសាបារាំងមានប្រសិទ្ធភាពហើយបើមានចម្ងល់អីអាចសួរនៅក្នុង comment ខាងក្រោមខ្ញុំនឹងព្យាយាមឆ្លើយទៅក្នុងវីដេអូបន្តទៀតអរគុណច្រើនសូមជម្រាបលា